Bà số đấy ní chi video tham mấy muốn chứng video này nhâm nâng bằng hai nhâm pi camera series tham mấy bà Penta series P chia brand bảo Uni X bảo Uni chứng camera này cứ như pra cho mùi nâng sim 4G nằm bây giờ vì nghiên internet nhưng ai live view tam thu sạc bà nó sẽ mặt camera lại đặt sim hay là memory cái này lại này để đặt sim hay memory đấy chứng nhâm phở cho một em tham mấy ok slide đấy bạn chẳng về để cho tôi không app hỏi dương còn này chọn s ok giống như scan là cho câu đơn coi đi máu ok ok bắt to tới ok chẳng là đi chơi mua device cái cả này dùng chọn đồ mua ai đồ bán tao mới dương refresh ok chẳng camera bây giờ cứ online nhé chẳng những ai cho làm bay live view ok chẳng ở đây chơi rụp hiệp để dừng live view và đây chỉ camera bao nhiêu ok chẳng một nghe thì mỗi lần đi tôi dùng miền tại tàu mới cả thu về thoát thì anh về trong slide được camera và hay dừng ai snapshot này dừng screenshot thoát đủ thoát cho video nếu như cái dương sản phẩm chia vào bờ Spain Nam đang lấy cho khổ như thế ok hay bắt đầu tiếp nhâm châu từក្នុង setting បាទអញ្ចឹងនៅក្នុង setting គឺយើងមានតកតងជាមួយ mouse អានេះគឺយើងសេរី time zone បាទយើងអាចសេរី time zone យកបុក7អូខេបុក7ឬក៏យើង sync ជាមួយ mobile phone ក៏បានដែរអូខេតកតងជាមួយនឹង notification អញ្ចឹង notification យើងអាចបើកបានយើងបើកដើម្បីពេលដែលមានអីវាបោះ notification មកអូខេចា៎នេះយើងត្រូវចូលបើកក្នុង setting ទៀតនៅក្នុង app មួយហ្នឹងអញ្ចឹងវានឹងប្រាប់ហើយអូខេយើងបើកហើយអូខេបន្តមកទៀតតើតើមកការ share យើងអាច share device ហ្នឹងទៅកាន់សមាជិកគ្រួសារឬក៏អ្នកដែលយើងត្រូវការ share ទៅបាទយើងអាច share យើង share ជា QR code ក៏បានដាក់ឈ្មោះមកឈ្មោះអីមួយទៅហើយបន្តមកយើង share រយៈពេល1ថ្ងៃនេះ7ថ្ងៃ share QR code ហ្នឹងវាមានផលភាព7ថ្ងៃហើយឲ្យគេមើល permanent មានមើលរហូតឬក៏យើងកំណត់ប្រហែលថ្ងៃអញ្ចឹងទៅបាទមួយទៀតនៅខាងក្រោមនេះអាចកំណត់សិទ្ធយើង share ឲ្យគាត់មានសិទ្ធធ្វើអីខ្លះមានសិទ្ធ live view playback two way talk អញ្ចឹងឧទាហរណ៍ដូចគាត់មានសន្តិសុខនៅមុខផ្ទះអញ្ចឹងទៅគាត់ចង់ឲ្យ share ដើម្បីមើលគាត់អាចមើលឬក៏ playback អី two way បានអញ្ចឹងយើងដកសិទ្ធនេះឲ្យគាត់យើងទុកឲ្យគាត់ថាគាត់នឹងមើល playback ហើយ two way បានហើយហ្នឹងតើតើមួយការ share យើងក៏ចុច confirm មកអូខេធីកខាងក្រោមមួយយើង share ទៅអញ្ចឹងវាចេញ QR code ហើយអញ្ចឹងយើងអាចយកទូរស័ព្ទគាត់មក scan QR code ហ្នឹងគាត់អាចមើលបានបាទមួយទៀតតើតើជាមួយនឹង alarm detection អញ្ចឹងសម្រាប់កាមេរ៉ានេះប្រភេទ 4G មែនប៉ុន្តែវាមានមុខងារ smart protection បាទវាមានតកតមួយ human detect មានថាចាប់ detect គ្រប់សកម្មភាពអញ្ចឹងពេលដែលវា detect បានវានឹងបោះជា notification ទៅលើ app របស់យើងមួយទៀតយើងអាចកំណត់ detect សម្រាប់តែមនុស្សទេ only human detection អញ្ចឹងពេលដែលយើង detect human បានយើងអាចកំណត់ជាទីតាំងយើងគូ0បាទគូ0ដល់ក្នុងកាមេរ៉ាក្នុងចន្លោះណាមួយអញ្ចឹងទៅពេលដែលមានមនុស្សចូលកន្លែងហ្នឹងគឺវានឹង detect ហើយបាទហើយកំណត់រយៈschedule detect time មានន័យថាយើងអត់ចង់ឲ្យវា detect រាល់ថ្ងៃទេបាទយើង detect ចាប់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានយើង add មកយើង add នេះដាក់តាមថ្ងៃណាខ្លះអញ្ចឹងទៅហើយ add ម៉ោងមកពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានអញ្ចឹងទៅបាទអូខេមួយទៀតពេលដែល detect បានគាត់ថាមានមនុស្សចូលហើយអញ្ចឹងយើងអាចឲ្យវាស្រែកជាសំឡេងយើងបើក alarm audio អញ្ចឹងយើងមានalarm នៅពេលណាបាទ customize គឺមានម៉ោងយើងអាចសេរីម៉ោងបានបាទពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានអញ្ចឹងទៅឬក៏ alarm តែពេល day night ទេពេលយប់ឬពេលថ្ងៃអញ្ចឹងទៅអញ្ចឹងវាមាន mode ច្រើនបាទឲ្យយើងរើសហើយសលេងបាទព
ពេលដែលវាអាឡាមបានវានឹងលឺសលេងនេះឬក៏យើងអាច add ជាមួយសលេងបន្ថែមចូលបានយើងក៏ចុចប៉ុណ្ណឹងទៅយើងនិយាយប្រហែលជា6វិអញ្ចឹងវា support តាម6វិនាទីគឺយើងអាចចុច play សំឡេងហ្នឹងបានយើងនិយាយប្រហែលជា6វិអញ្ចឹងវា support តាម6ចុចប៉ុណ្ណឹងទៅយើងនិយាយប្រហែលជា6វិអញ្ចឹងវា support តាម6វិនាទីគឺអញ្ចឹងនៅពេលដែលគេយើង save ចូលបានហើយយើងចង់ឲ្យលឺសលេងហ្នឹងយើង tick មកខាងក្រោមមកបាទមួយទៀតបាញ់ភ្លើងពេលដែល detect បានវាអាចលឺសលេងហើយវាបាញ់ភ្លើងទៀតបាទអញ្ចឹងអានេះវាមានមុខងារពិសេសបាទហើយ animal sound សលេងលឺខ្លាំងអីតាក់ទងមួយការឬក៏យំអីហ្នឹងគឺវា detect មួយទៀតវា support auto tracking នៅពេលដែលមានមនុស្សចូលទៅទីតាំងហ្នឹងគឺវានឹង reading តាមវាមាន continue track រហូតបាទហើយ auto zoom track ហើយវា zoom ទៀតគេឲ្យ target យើងអាចរើសបាន track ទៅលើម៉ូតូឡានឬក៏មនុស្សគេយើងមានថ្ងៃមាន error គេអញ្ចឹងផាំងសិនវាច្រើនបាទហើយនេះតើតើមួយ sound បាទ sound យើងអាច add បន្ថែមដូចខ្ញុំបញ្ជាក់យើងមាន sound មួយហើយអាចលុបឬ add បន្ថែមបានអូខេចូលមកដល់ image យើងមាននេះតើតើមួយសេរីយើងសេរីពលឺសេរីពណ៌សេរីអីកម្រិតច្បាស់អីហ្នឹងបាទ image enhance តើតើមួយ style តើតើមួយការបើក WDR មួយទៀតយើងមាន smart illumination មានតែកាមេរ៉ាហ្នឹងវាមានទាំង IR វាមានទាំង LED អញ្ចឹងយើងចង់ឲ្យយប់ឡើងសខ្មៅក៏បានយប់ឡើងពេលដែលដូច version ក្រុមនេះវាដាក់ your light អញ្ចឹងមានន័យថាយប់ឡើងវាសខ្មៅធម្មតាប៉ុន្តែពេលដែលមានមនុស្សចូលវាបាញ់ភ្លើង color បាទប៉ុន្តែបើយើងយកកដាលយប់ឡើងគឺអូតូសខ្មៅហ្មងតែបើយកខាងលើនេះគឺយប់ឡើងវាអូតូបាញ់ភ្លើង color អូតូបាទអញ្ចឹងអានេះ default គឺវាជាប់ your light បាទអញ្ចឹងអានេះយើងអាចដូរបានយើង check នៅក្នុងទូរស័ព្ទរបស់យើងអូខេនេះតើតើមួយ sound នៃ microphone តើតើមួយសំឡេង speaker សំឡេង volume microphone នេះហ្នឹងបាទយើងអាចសេរីបានបាទ speaker វាលឺខ្លាំង storage តើតើមួយ memory បាទនេះខ្ញុំដាក់ memory ចូលហើយយើងអាច record យើងមានជា record ជា event record ឬក៏យើង record schedule យើងគឺយើង record 24 ម៉ោងបាទ24ម៉ោង override គាត់ថាហ្នឹងវា C memory តែវា record ឲ្យយើង24ម៉ោងរូបភាពច្បាស់អូខេអញ្ចឹងដូចជាមានប៉ុណ្ណឹងនេះតើតើមួយពិសេសទេអូខេអញ្ចឹងនេះជារូបភាពអាចមើលទៅកាមេរ៉ានេះវា3 megapixel បាទរូបភាពវាច្បាស់អូខេអញ្ចឹងវីដេអូហ្នឹងបាទមានប៉ុណ្ណឹងបាទសូមអរគុណ